สองสักจุดขบอดสองสักจุดขบอด สองสักจุดขบอด สองสักจุดขบอดเหม็นหายสองสักจุดขบอด แต่สองสักจุดขบอดแต่กอดจีนนะกอดคือจีชนานตาคือจะกอดเป็นแมนกอดในเมียนชีวิตเต้តាមពិតនៅទីនេះ ได้บ้านจีกอดมาដល់ទីនេះ បានជាគាត់នៅទីនេះមិនបានជាមានរឿងនេះកើតឡើងមិនដែរ เต็มอับโซเดี๋ยวมีเรื่อง មានរឿងនេះកើតឡើងមិនក៏វាឈឺចាប់យ៉ាងនេះនេះ នាងមិនតន់ស្លាប់ទេអើយពិតជាអស្ចារ្យណាស់នាងមិនដឹងទេខ្ញុំយល់សពអាក្រក់រាល់ថ្ងៃយល់សពថាឈិញឡុងនិងអ្នកផ្សេងទៀតបានបន្ទោសខ្ញុំថាមិនការពារនាងខ្ញុំជាមនុស្សមានបាបមែន ព្រះអើយតើគាត់តស៊ូយ៉ាងម៉េចទៅដើម្បីត្រឡប់មកវិញវាឈឺចាប់ពេកហើយ ឈិនណានបានប្រយុទ្ធជាមួយនឹងអ្នកខ្លាំងគ្រប់គ្នាហើយទីបំផុតក៏បានរួចជីវិតប៉ុន្តែដើម្បីសងសឹកឲ្យឈិញឡុងនិងអ្នកផ្សេងទៀតគាត់នៅតែត្រឡប់មកវិញទាល់តែបានហើយទេពអសមមឹងបរាជ័យក្នុងការជួយសង្គ្រោះដៃគូរបស់នាងនាងច្បាស់ជាមានអារម្មណ៍ថាមានកំហុស ទេពអប្សរមែងនាងនឹងឈិនណានប្រយុទ្ធដើម្បីសងសឹកអ្នកខ្លាំងទាំង6គេជាវីរបុរសពិតប្រាកដ ត្រឹមត្រូវហើយគាត់ជាវីរបុរសពិតប្រាកដមែនហើយលោកជាវីរបុរស វីរបុរសពិតប្រាកដវីរបុរសដ៏អស្ចារ្យ អូហូក្មេងល្ងងការសម្ដែងនេះពិតជាអស្ចារ្យខ្លាំងណាស់ហើយសុំសរសើរតែហ្មងហើយ ទេពអប្សរបឹងប្រជាជនទាំងអស់ដឹងថាទេពអប្សរបឹងកំពុងតែសោកសៅ បានហើយឈិនឡុងអាឡេងលីសាស៊ន់វ៉ាងធានខៃរ៉ូឡាគ្រប់គ្នាទៅបានសុខហើយគ្រាន់តែរងចាំលីងយុន សោកសៅត្រូវហើយសោកសៅដៃគូដ៏ល្អនាងគឺជាមនុស្សក្បន់ លីងយ៉ុងការស្លាប់ជិនមកដល់ហើយឯងនៅតែអ្នកកំហុសមកឲ្យយើងទៀត ឯងគិតតែឯងឈ្នះយើងមែនទេការកាត់ទោសជាសាធារណៈរដ្ឋាភិបាលតកោយើងមិនទាន់មកដល់ទេបើហ៊ានធ្វើបែបហ្នឹងនោះវាជាការកាត់ទោសឯកជន ពូរបស់ឯងនឹងមកដល់ឆាប់នេះហើយគ្រួសារលីងត្រូវតែផ្ដល់ការពន្យល់ដល់ព្រឹទ្ធាចារ្យទាំង4ផងដែរលីងកងស៊ឺឆាប់ទៅ ខ្ញុំចេញទៅឆ្ងាយទើបតែបានមួយខែសោះឈិនស៊ីវឹកហាត់ដល់កម្រិតនេះទៅហើយឈិនស៊ីល្អបងនឹងរកចាំថ្ងៃដែលឈិនស៊ីកាន់តែរឹងមាំ លោកគួរតែដឹងថាហេតុអីខ្ញុំស្វែងរកលោក ឈិញឡុង ខ្ញុំចង់ដឹងរឿងទាំងអស់មុនពេលគាត់ស្លាប់យ៉ាងលំអិន ប៉ុន្តែ ខ្ញុំអាចទ្រាំបានចង់ដឹងថាគាត់ឈឺចាប់ពេលស្លាប់ឬអន់ឬបន្សល់ពាក្យណាមួយ ល្អនាងមានសិទ្ធិអីមកដឹងរឿងទាំងអស់នេះថ្ងៃនោះនៅក្នុងចលងមរណៈពួកយើងមិនបានត្រៀមខ្លួនទេគឺលីងយ៉ុងគ្មាននរណាគិតថាគេធ្វើរឿងបែបនេះទេ លោកពូតោះទៅសកលវិទ្យាល័យសេណាននេះ
នឹងមិនឲ្យខ្ញុំទៅដល់ងាយទេយើងបានធ្វើកិច្ចសហការជាមួយកងកម្លាំងភាគច្រើននៅទីក្រុងស៊ីជើដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក្នុងការដំណោះស្រាយជាមួយគ្រួសារលីនត្រឹមសកលវិទ្យាល័យសិលាងកពីកពកមិនអាចធ្វើអីយើងបាននោះទេ នាងមិនដឹងពីអ្វីកើតឡើងបន្ទាប់ពីនោះទេលីងយ៉ុងព្យាយាមបង្កាច់បង្ខូចខ្ញុំប៉ុន្តែសំណាងល្អដែលគេធ្វើមិនបានជោគជ័យនៅពេលដែលធូលីដីរលាយលីងយ៉ុងត្រូវតែដាក់ទណ្ឌកម្មឈិញឡុងមិនស្លាប់អត់ប្រយោជន៍ទេ នៅពេលដែលធូលីដីរលាយតើលោកគិតថាគ្រួសារលីងនឹងឈរមើលលីងយុនត្រូវប្រហារជីវិតមែនទេគ្រួសារលីងគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារកំពូលទាំង10ពួកគេប្រកាសជានឹងប្រើប្រាស់អំណាចពួកគេទាំងអស់ដើម្បីជួយសង្គ្រោះលីងយុនគឺលីងស៊ីស៊ុនដែលជាពូរបស់លីងយុនគេគឺជាអ្នកខ្លាំងកម្រិតទី5ខ្ញុំខ្លាចថា ទោះកម្រិតទី6ក៏មិនអាចសង្គ្រោះគេបានដែរ លោកចង់មានន័យថាម៉េច មនុស្សដែលចង់កម្ចាត់លីងយ៉ុងគឺមានច្រើនណាស់គ្មានសកម្មភាពអស់រយៈពេលច្រើនថ្ងៃខ្ញុំប្រកាសចិត្តថាពួកគេតាក់ទងទៅអ្នកខ្លាំងតាមរកឃាតករដើម្បីសម្លាប់គេនាងមិនគិតអញ្ចឹងទេ ត្រឹមត្រូវខ្ញុំបានតាក់ទងទៅថ្នាក់អនុបណ្ឌិតនៃសាលាទាំង4ទោះបីជាលីងស៊ីស៊ូនៅទីនេះក៏ដោយក៏គេនឹងសម្លាប់លីងយុនដែរដើម្បីសងសឹកសាច់ញាតិរបស់ពួកគេប៉ុន្តែពួកគេជាអ្នកខ្លាំងកម្រិតទី5តើយើងប្រកាសទេកុំបារម្ភខ្ញុំបានជួបលីងស៊ីស៊ូម្ដងយើងនៅតែមានឱកាសគាត់បានសុកប៉ាន់មនុស្សល្បីៗទាំងអស់ដើម្បីគ្រប់គ្រងគាត់ហើយនិយាយថាគាត់នឹងយកលីងយុនត្រឡប់មកវិញដើម្បីបំពេញភារកិច្ចចុងក្រោយរបស់គាត់ប៉ុន្តែយើងដឹងហើយថាវាគ្រាន់តែជាល្បិចដើម្បីគេចចេញប៉ុណ្ណោះតោះតែអ្នកខ្លាំងដែលខ្ញុំអញ្ជើញគេចិត្តមកដល់ហើយ អ្នកអត់ដែរយើងសួរឯងនៅឆោតឯងនឹងស្រីតូចនោះមានកណ្ដុំអីទាំងគ្នានៅពេលដែលយើងសម្លាប់លីងយូនហើយថ្ងៃក្រោយនាងប្រហែលជាឆ្លៀតឱកាសវាយប្រហារឯងមកខានទេហើយទៅចង់ប្រាប់យើងខ្សឹបតិចតិចកុំខ្សឹបខ្លាំងខ្លាំងដូចយើង ពេលនេះខ្ញុំមានគំនិតមួយអោនមកស្ដាប់ឲ្យច្បាស់ ថាម៉េច ពេលនោះគឺ អូនិយាយទេពេលនេះត្បូងផ្កាឈូកនឹងខ្លាចជារបស់ខ្ញុំពិតជាអស្ចារ្យណាស់ ពិតជាដូចម្ចាស់វាណាស់ យកឃើញហើយនៅខាងមុខ លោកប្រុសគុំអារម្មណ៍អីនៅចំពោះមុខអ្នកខ្លាំងពួកគេគ្រាន់តែជាវងស្រមោចមួយតែប៉ុណ្ណោះ ព្រឹទ្ធាចារ្យលីងយុនមិនអាចអត់ទោសឲ្យបានទេប៉ុន្តែឥឡូវនេះគាត់ពឹងលើអំណាចគ្រួសារដើម្បីគេចចេញពីការកាត់ទោសខ្ញុំស្បត់ថានឹងសម្លាប់លីងយុនយើងមិនត្រូវទុកឲ្យបិសាចរួចខ្លួនឡើយបើមិនដូច្នោះទេតើការវឹកហាត់របស់យើងមានន័យអីទៅខ្ញុំតែបអបសរមេងជាកូនចៅនៃទឹកដីបរិសុទ្ធមិនរៀបថយឡើយលីងយុនខ្ញុំត្រូវតែសងសឹកឲ្យបងប្រុសរបស់ខ្ញុំ ត្រូវតែសងសឹក 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 មិនថយឡើយសងសឹក លីងស៊ីស៊ូឆាប់ទៅកូនលីងយន្តមកឲ្យយើងវិញកិច្ចការគ្រួសារលីងរបស់យើងមិនមែនជាវិញពួកឯងមកជ្រៀតជ្រែកនោះទេត្រឡប់ទៅវិញទៅខ្ញុំមិនចង់ធ្វើបាបស្រមោចដូចជាពួកឯងនោះទេកុំគិតថាការសុកបានតាចាប់ពី3នាក់ឯងអាចគិតពីវាបានស្លាប់ទៅនេះបាទលោកតាឡុងមិនបង្ហាញអំណាចគឺមិនកើតទេលោកពិតជាគិតថាខ្ញុំល្ងងមែនទេនៅចំពោះមុខខ្ញុំលោកមានអ្នកណារត់ឡើយ
នឹងគឺជាម្ចាស់ជំនាញកម្រិត5 យើងទៅមុខដល់និកាយរបស់ពួកឯងខ្លះប៉ុន្តែមកស្វែងរកការស្លាប់ដោយខ្លួនឯងទេចូល ខ្លាំងណាស់ពួកឯងអន់ណាស់ក្លាហានហ៊ានមកយកមនុស្សពីយើងផង ខ្ញុំនឹងជួយសង្គ្រោះលោក សត្វតែស្រមោចគួរឲ្យអស់សំណើច ងាប់ទៅមិនអរគុណទេ ចាំនិយាយបន្តពីឈ្នះ ទោះបីជាឯងទាំងពីរមិនសូវស៊ីសង្វាក់គ្នាប៉ុន្តែពួកគេក៏សហការគ្នាបានល្អដែរ នេះជាគម្លាតដែលនាងបង្កើតឡើងសម្រាប់ខ្ញុំ អត់ទេនាងចង់មកឆោតខ្ញុំមែន គេ ទេ បញ្ឆោតខ្ញុំទេ ស្លាប់ទៅ ទេបងខុនវាបានដំណើរការហើយ តើមានរឿងអីកើតឡើងខ្ញុំទៅបានបំពុលអត់ទេខ្ញុំបានពុលវារួចទៅហើយគឺជានាង ត្រឹមត្រូវពេលដែលលោកកំពុងសោកប៉ាន់អ្នកខ្លាំងជាលក្ខណៈឯកជនខ្ញុំបានចាត់ការរួចហើយ ចំពោះរឿងរបស់លោកលីងសូមលោកកុំបារម្ភអី លោកពូ វាជាថ្នាំពុលអត់រីវាកាយសាហាវអាចបំលាយជាមនុស្សអ្នកទទួលមកដកនៃដាច់ដីបរិសុទ្ធប្រើល្បិចថោកទៀតណាស់មិនខ្លាចពិភពលោកសើចច្បល់នាងទេហ៎ បាននិយាយពីល្បិចថោកទាមមិននឹងអាចប្រៀបធៀបនឹងគ្រួសារលីងបានទៅ ឈប់សិននាងគិតថាថ្នាំពុលអាចកម្ចាត់យើងបានទេ មិនអត់ទេគេមានកម្លាំងវិញហើយ គេឈ្មោះគ្រួសារលីមិនសល់ទុករាប់រយឆ្នាំមកនេះមិនមែនត្រឹមតែល្បិចតូចតែអាចចាញ់ទេរត់ទៅ អ
អាចទប់ទល់ការវាយប្រហាររបស់អ្នកខ្លាំងកម្រិត5ហើយការវឹកហាត់នេះច្បាស់ជាមានអ្វីផ្សារភ្ជាប់ជាមួយនាងជាមិនខាន លោកចង់ធ្វើអីលើខ្ញុំ នៅពេលនេះនាងមានជំរើសពីរ ជាតិពុលនៅសក់ពីបាក់បន្សប់ណាស់ពីត្រូវការផ្លាស់ប្ដូរឈាម គ្រប់គ្រាន់ហើយលីងយ៉ុង បញ្ឈប់គេទៅអ្នកណាធ្វើបាបក្មេងទាំងនេះក្នុងប៉ារបស់យើងគឺដូចជាប្រឆាំងនឹងសាកលវិទ្យាល័យស៊ីនឡានទាំងមូលចឹងដែរ